នៅក្នុងវីដេអូមុនបងប្អូនទាំងគ្នាបានទស្សនាកំសាន្តជាមួយនឹងបទសម្ភាសន៍តួអង្គយក្សដែលគាត់បានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីរាំឈ្នះរង្វាន់ហើយខ្ញុំក៏បានថតគាត់ដើម្បីជជូនបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តដែរដល់ពេលនោះតួអង្គយក្សគាត់បានផ្ដល់បទសម្ភាសន៍ជាមួយនឹងបងសារព័ត៌មានអញ្ចឹងណាហើយក្នុងវីដេអូនេះផងដែរខ្ញុំនឹងផ្ដល់ជូននៅទស្សនវិជ្ជាជាមួយនឹងបងប្អូនដែលគាត់បានដាក់ពាក្យប្រឡងរាំយករង្វាន់ឈ្នះឡានទាំងអស់គ្នាសូមបញ្ជាក់ម្ដងទៀតផងដែរកម្មវិធីនេះគឺប្រពឡើងតាំងពីមុនចូលឆ្នាំមកម្លេះខ្ញុំបានថតដែរដោយសារតែរវល់អត់បានផុសភ្លាមចឹងហើយទៅថ្ងៃនេះបានមើលវីដេអូលេងហើយក៏ឃើញថាទស្សនីយភាពនេះគឺសប្បាយហើយក៏ចង់ចែកជូនឲ្យបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តជាមួយនឹងខ្ញុំដែរអញ្ចឹងណាអញ្ចឹងក៏ចែកជូននៅវីដេអូនេះដើម្បីទស្សនាកំសាន្តទាំងអស់គ្នាហើយការរាំនេះគឺគេអត់គិតថាត្រូវតែក្បាច់អីឬមួយក៏ចង្វាក់បែបម៉េចសមបែបម៉េចអីជាងគេទេគ្រាន់តែថាលក្ខខណ្ឌខ្ញុំបានដឹងខ្លះៗដែរគឺអ្នកដែលរាំបានដល់ចុងក្រោយអញ្ចឹងហើយតម្រូវឲ្យទាំងអស់គ្នារាំតាមចង្វាក់នៃបទភ្លេងអញ្ចឹងហើយបើសិនជាគេចាក់បទញាក់ឬមកក៏ច្រៀងជាចម្រៀងរាំវង់រឿងរាំវង់ច្រៀងឡាំលាវរាំឡាំលាវអញ្ចឹងទៅបទញាក់រាំបទញាក់អញ្ចឹងទៅបេក្ខជនទាំងអស់ក៏មានបិទស្លាកលេខដែរដើម្បីសម្គាល់លេខរៀងរបស់ពួកគាត់រៀងខ្លួនអញ្ចឹងណាអ្នកដែលគាត់ចូលទស្សនាគាត់អាចចូលទស្សនាកំសាន្តនៅជុំវិញនឹងតែបើគាត់ចង់រាំក៏រាំតែគាត់ថាគាត់អត់មានឱកាសក្នុងការឈ្នះរង្វាន់ដូចបេក្ខជនដែលគាត់បានចុះឈ្មោះត្រឹមត្រូវទេបេក្ខជនដែលគាត់បានចុះឈ្មោះគាត់មានសាកលេខសម្គាល់របស់គាត់នៅលើអាវរបស់គាត់គ្រប់គ្នាហើយខ្ញុំបានត្រឹមតែមើលទេមើលហើយក៏មានអារម្មណ៍ថាសប្បាយដែរជាមួយទស្សនវិជ្ជាបែបនេះព្រោះអីពេលនោះគឺអារម្មណ៍ចិត្តចូលឆ្នាំផងដែរទាំងខ្ញុំទាំងគេបើគាត់ជឿមិនខុសនេះទេអារម្មណ៍សប្បាយចិត្តបានសម្រាប់ចូលឆ្នាំទៅស្រុកផងហើយក៏កម្មវិធីរៀបចំមើលទៅសប្បាយម្យ៉ាងដែរឃើញថាអ្នករាំច្រើនសឹងតែកម្មវិធីមួយធំមែនតើណាដែលយើងមើលទៅណាហើយកម្មវិធីនេះក៏មិនកម្មវិធីទូចដែរមនុស្សមកអ៊ូអរច្រើនមែនតើទាំងអ្នកឈរមើលទាំងអ្នករាំពួកគាត់មើលទៅសប្បាយម្យ៉ាងដែរទៅចិត្តជួយឆ្នាំផងហើយក៏អាចមានឱកាសក្នុងការឈ្នះរង្វាន់ទោះបីជាមិនឈ្នះក៏មានឱកាសក្នុងការសប្បាយដូចជាការកំសាន្តចំពេលដែលកម្មវិធីប្រពៃណីជួយឆ្នាំផងដែរហើយក៏ដូចជាការហាត់ប្រាណមួយដែរនៅពេលដែលរាំអញ្ចឹងយើងកាយវិការគ្រប់សពទាំងដៃទាំងជើងទាំងដងខ្លួនគឺកាយវិការទាំងបែកញើសស្រួលខ្លួនដែរហើយដូចបងប្អូនបានឃើញអញ្ចឹងនៅឡាននៅលើឆាកនោះពណ៌សថ្មីស្រឡាំងជាឡានខ្លាញ់គោកំពុងតែរងចាំបងប្អូនដែលកំពុងតែរាំនឹងឯងអញ្ចឹងកម្មវិធីនេះខ្ញុំគិតថាបងប្អូនមួយចំនួនគាត់ក៏បានទស្សនាដែរដោយសារតែមានការ live ផ្ទាល់នៅក្នុងទូរទស្សន៍ផងដែរហើយក៏មានបងប្អូនតារាចម្រៀងជាអ្នកសិល្បករល្បីៗមួយចំនួនគាត់បានមកចូលរួមច្រៀងផងគាត់រាំផងអ្នកខ្លះគាត់មករំអមកំដរជាមួយនឹងបេក្ខជននឹងទាំងអស់គ្នាជាមួយអ្នកនៅខាងក្រោមអ្នកខាងក្រៅឆាកនឹងផងដែរទាំងយៈទាំងអីអញ្ចឹងណាមើលទៅសប្បាយមែនទែនអញ្ចឹងហើយខ្ញុំក៏ប្រឌិតយករូបភាពដើម្បីចែកជូនបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តជាមួយនឹងខ្ញុំផងដែរហើយជាចុងក្រោយក៏អរគុណបងប្អូនទាំងអស់គ្នាម្ដងទៀតដែលបានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទុកជាការរាប់អានហើយក៏បានឱកាសក្នុងការទស្សនាវីដេអូផ្សេងៗកំសាន្តជាមួយខ្ញុំផងដែរអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយជាមួយខ្ញុំ Post ធីរ៉នវីដេអូក្រោយៗទៀត